សួស្តីអ្នកនរគ្នាtrongវីដេអូនេះនិយាយពី multi hosting ដែលប្រើប្រាស់ Nginx ជំនាញដំបូងគឺយើងត្រូវបង្កើត directory ជាមួយនឹងឈ្មោះ domain របស់យើងសម្រាប់ directory នេះគឺដើម្បីឲ្យដាក់ឈ្មោះទៅជាមួយនឹង domain ដែលយើងបានទិញពី vendor សម្រាប់នោះគឺមានពីរ site នេះហើយបន្ទាប់ពីយើងកើត directory ហើយយើងត្រូវផ្ដល់សិទ្ធិឲ្យវាដើម្បីយើង transfer file ពីក្រៅមកមិនសិនទៀតហើយចឹងបន្ទាប់ពីយើង upload file ហើយយើងត្រូវទៅ config file មួយចំនួននេះដូចជា site available ហើយនិង site available ក្នុង Nginx ហើយត្រង់កន្លែងនេះគឺយើងត្រូវបង្កើត directory ហើយនៅកន្លែងនេះគឺយើងត្រូវបង្កើត file configuration របស់ Nginx ហើយឈ្មោះ file ដើម្បីឲ្យដូចជាមួយនឹងឈ្មោះ domain របស់យើងដាក់ domain ទៅបន្ទាប់មកយើង copy នេះចូលចឹងបន្ទាប់ពីយើងកើត file configuration នោះហើយគឺយើងត្រូវ link វាទៅកាន់ file ទៅកាន់ចឹងតែ link វាទៅកាន់ site enable របស់ Nginx គ្នា
ពីយើងនឹងវារូបហើយគឺយើងត្រូវតេស្តមើលថា configuration របស់យើងត្រូវអត់អូខេថ្មី ហើយសម្រាប់ការ configuration របស់ NGX សម្រាប់ configuration នៅក្នុង NGX របស់យើងគឺមានតែប៉ុណ្ណោះហើយអ្វីយើងត្រូវធ្វើគឺយើងត្រូវចូលមកកាន់ system របស់យើងចឹងយើងត្រូវមកកើតចឹងពេលយើងត្រូវមកកើត host zone នៅក្នុង Adobe Hash របស់យើងបន្ទាប់ពីយើងបង្កើតនៅ host zone ហើយគឺយើងត្រូវ copy នៅ value ឬក៏ route traffic របស់ name server ហ្នឹងទៅ copy នៅ name server configuration នៃ domain របស់យើងហើយពេលដែលយើង copy នៅ value របស់ name server ហើយយើងត្រូវបង្កើតនៅ record មួយដែលយើងត្រូវជ្រើសរើស CNAME កន្លែងនេះយើងត្រូវ copy IP នៃចឹងចូលខាង stand របស់យើងហើយយើង copy នៅ IP របស់ server យើងកាន់តែ route trip stream វិញចឹងយើងត្រូវបង្កើតនៅ record ចំនួន1ហើយរបស់ IP របស់យើងហើយនឹងការ record មួយទៀតដាក់ត្រង់ CNAME ហើយត្រូវចឹងយើងត្រូវបង្កើត host មួយទៀត